នៅក្នុងភូមិមួយមាននារីវ័យពេញក្រមុំម្នាក់គាត់នឹងអាយុប្រហែលជា19ឆ្នាំហើយនាងមានរូបរាងស្រស់ស្អាតគួរឲ្យស្រឡាញ់គួរឲ្យចង់កយគុណថ្ងៃមួយនាងក៏បានជួបជុំជាមួយមិត្តភ័ក្តិជាមួយបងប្អូននៅក្នុងកម្មវិធីបន់ទៀនហើយមិត្តភ័ក្តិរបស់នាងហើយនឹងអ្នកជិតខាងរបស់នាងក៏តែងតែសួរសំណួរឡកលើយទៅនាងថានាងរូបរាងស្អាតអញ្ចឹងពេលណាយកប្តីពេលណាមានគ្រួសារនឹងគេនាងក៏មិនខ្វល់គាត់ថាពេលណាដែលគូដល់ហើយគឺពេលហ្នឹងហើយគាត់មិនខ្វល់ទេហើយគេក៏សួរទៀតថាតើនាងស្រឡាញ់មនុស្សប្រភេទណាចាស់ឬក៏ក្មេងគាត់ថាខ្ញុំអត់ខ្វល់ទេរឿងចាស់ឬក៏ក្មេងសំខាន់គាត់ចេះយល់ចិត្តគាត់ស្មោះត្រង់ជាមួយយើងអញ្ចឹងយើងក៏ទទួលយកបានទាំងអស់ចាស់ក៏ជាមនុស្សក្មេងក៏ជាមនុស្សកុំអោយដូចអ្នកខ្លះហ្នឹងបានប្តីក្មេងតែមិនចេះថ្នមចិត្តធ្វើឲ្យក្រុមក្រិចចិត្តចំណែកអ្នកខ្លះទៀតបានប្តីចាស់តែចេះថ្នមចិត្តថ្ងៃមួយមានតាម្នាក់គាត់រូបរាងសង្ហាសខ្ពស់ស្រឡះហើយគាត់ក៏បានចូលក្នុងភូមិហ្នឹងចៃដន្យអីក៏បានជួបនឹងនារីម្នាក់នឹងស្រាប់គាត់ក៏ចាប់ចិត្តដិតអារម្មណ៍ចង់បាននាងជាគូក្រងហើយតាហ្នឹងគឺគាត់មានអាយុប្រហែលជា50ឆ្នាំហើយចំណែកនាងហ្នឹងអាយុត្រឹម19ឆ្នាំទេអញ្ចឹងខុសគ្នាឆ្ងាយខុសគ្នាចង់30ឆ្នាំនិយាយរួមទៅគឺប្រៀបដូចជាតាហើយនឹងចៅអញ្ចឹងគាត់ក៏បានសួរនាំទៅនាងក៏ឆ្លើយថាអោយតែតាហ្នឹងដាច់ស្រឡះមិនមានប្រពន្ធបើមិនម៉ាយបោះម៉ាយដឹងថាបោះម៉ាយបើកំឡោះដឹងថាកំឡោះឲ្យច្បាស់លាស់ព្រោះឯនាងមិនចង់មានរឿងរ៉ាវវិញឆ្ងាយទេហើយនាងអត់រើសអើងទេជាក់ស្ដែងតានឹងគាត់មានគ្រួសារទៅហើយពីមុនណាតែគ្រួសាររបស់គាត់ស្លាប់ចោលគាត់មានកូនមានអីហើយគេបែកគ្រួសារហើយអញ្ចឹងសល់តែគាត់ម្នាក់ឯងហើយគាត់នឹងក៏បាត់ញ៉ាំតាមត្រង់ថាទទួលយកបានអត់បើបែបហ្នឹងនាងនឹងក៏មិនជាប្រកែកអីទេដោយសារតានឹងមានរូបរាងសង្ហាដែរហើយគាត់ជាអ្នកមានលុយគួរសមជាភាពធូរធារប៉ុន្តែចិត្តគំនិតរបស់នាងគឺមិនចង់មិនមែននាងស្រឡាញ់នាងយកនឹងដោយសារតែទ្រព្យសម្បត្តិដោយសារទេគឺដោយសារតែទឹកចិត្តស្មោះត្រង់ស្មោះសររបស់តានឹងហើយគាត់ក៏យល់ព្រមដោយពុំមានការរារែកឡើយហើយអ្នកជិតខាងក៏អបអរសាទរដោយឃើញនាងមានគូសកលទោះបីជាគូសកលរបស់នាងនឹងរាងចាស់បន្តិចក៏ពិតមែនក៏ប៉ុន្តែគាត់ចំនួនស្មោះត្រង់ចំនួនស្លូតបូតអញ្ចឹងក៏អបអរសាទរជាមួយនាងតែនាងព្រមទទួលយកគ្រប់គាត់លុះមួយរយៈក្រោយមកអ្នកទាំងពីរក៏បានជាប់ពាក្យជាប់និស្ស័យគ្នាជាប្តីជាប្រពន្ធហើយក៏បានរៀបការទៅតាមប្រពៃណីលុះក្រោយមកទៀតអ្នកទាំងពីរក៏បានចំណងដៃជាកូនប្រុសម្នាក់កូនប្រុសហ្នឹងគឺរូបរាងកាត់ទៅប៉ាតែម្ដងគឺស្អាតចំណែកឯម្ដាយរបស់គេក៏មិនណយប្រហែលដែរគឺស្អាតដូចគ្នាស័ក្តិសមទៅនឹងគូព្រេងពីអតីតជាតិទោះបីជាមួយក្មេងមួយចាស់ក៏មិនជាបញ្ហាអ្វីដែរសំខាន់ឲ្យតែចេះចូលចិត្តគ្នាពេលនោះហើយអ្នកទាំងពីរក៏ចាប់ផ្ដើមរកស៊ីសន្សំលុយសន្សំកាក់ចេះទុកចេះដាក់ហើយក៏មានមុខរបរមួយមានចំណូលសមរម្យអាចចិញ្ចឹមគ្រួសារអាចផ្គត់ផ្គង់បានត្រង់ចំណុចនេះផងដែរពេលដែលរៀបការហើយថ្មីគឺគាត់ចង់និយាយថាទៅតាមទំនៀមទម្លាប់ប្រពៃណីក៏ដូចជាធម្មជាតិរបស់មនុស្សលោកយើងគឺតែងតែផ្សំដំណេកតែងតែក្រេបទឹកឃ្មុំដូចគេថា honeymoon អញ្ចឹងភាសាបច្ចេកទេសរបស់គេអញ្ចឹងអ្នកទាំងពីរក៏ចាប់ផ្ដើមមានមេត្រីទោះបីគាត់យ៉ាងចាស់ក៏ពិតមែនតែកម្លាំងគាត់នៅមាំមួនដោយសារគាត់ជាអ្នកហាត់កីឡាគាត់មានការងារល្អធ្វើឲ្យគាត់លេងកីឡាទៀតសុខភាពមាំមួនអញ្ចឹងកម្លាំងគាត់ក៏នៅបានអញ្ចឹងពេលនោះហើយនាងមានការពេញចិត្តជាខ្លាំងទោះបីជាបងរាងចាស់តែអូនពេញចិត្តព្រោះកម្លាំងបងខ្លាំងធ្វើឲ្យអូនមានសេចក្តីសុខមានសុភមង្គលអញ្ចឹងអូនអរគុណបងខ្លាំងដែលបងព្រមទទួលយកអូនទោះបីជាអូនជាកូនអ្នកស្រុកអ្នកស្រែអ្នកក្រខ្សត់មិនមានការងារមិនមានទ្រព្យសម្បត្តិ
តែបងព្រមទទួលយករូបអូនចំអូនអរគុណជាខ្លាំងប្តីសម្លាញ់ចំណែកឯតាចាស់ហ្នឹងប្តីរបស់នាងក៏ដូចគ្នាដែរអរគុណប្រពន្ធទោះបីជាដឹងថាបងចំណុះចាស់គឺស្មើទៅនឹងតារបស់អូនក៏ដោយក៏អូនព្រមទទួលយកបងជាស្វាមីពេញច្បាប់ធ្វើជាស្វាមីដោយមិនមានចិត្តរារែកដោយមិនមានការអន់ស្ពន់ចិត្តឬក៏ទើសទាល់អីទេគឺអរគុណខ្លាំងហើយបងសន្យាថានឹងមើលថែអូនទោះបីជាបងចាស់បន្តិចមែនក៏ប៉ុន្តែបើសិនជាអូនចង់បានអីបងព្យាយាមនឹងរកឲ្យអូនទោះបីជាមិនបានទាន់ពេលវេលាមិនបានដូចចិត្តរបស់អូនចង់បានក៏ដោយក៏បងនឹងព្យាយាមសន្សំព្យាយាមប្រឹងប្រែងខិតខំធ្វើការហើយយើងនឹងចាប់ដៃគ្នាតស៊ូរស់នៅជាមួយគ្នារហូតដល់ម្នាក់ហ្នឹងអស់បនកុសលចែកឋានទោះបីជាបងចែកឋានទៅក៏អូនត្រូវតែនៅស្រឡាញ់បងនៅគោរពបងជាប្តីហើយចំណុចដែលពិសេសទៀតនោះបងប្អូនបច្ចេកទេសរបស់តាគឺល្អបំផុតនាងនឹងជាក្រមុំពុំធ្លាប់មានបទពិសោធន៍ខាងរឿងលើក្រែរឿងអីទេចំណែកឯតាគាត់មានបទពិសោធន៍ស្រាប់រឿងលើក្រែនឹងហើយគាត់ក៏បានបង្ហាត់បង្រៀនជានាងជាប្រពន្ធរបស់គាត់ឲ្យចេះឲ្យដឹងថារឿងនឹងវាយ៉ាងម៉េចហើយពេលនោះនាងជាប្រពន្ធក៏ស្ម័គ្រចិត្តតាមទាំងអស់ទោះបីជាប្រើធីសាសទោះបីជាធ្វើយ៉ាងណាក៏នាងមិនប្រកែកទេពេលនោះហើយជាលើកដំបូងរបស់នាងផងទោះបីជានាងឈឺបន្តិចក៏ប៉ុន្តែនាងស្ម័គ្រចិត្តឈឺមិនទាន់បានបណ្ណាផងស្រាប់តែនាងហ្នឹងក៏ធ្ងោមកវិញថាអូយ៉េល្អណាស់បងតាអូនពេញចិត្តខ្លាំងទោះបីជាអូនមិនធ្លាប់មានបទពិសោធន៍ខាងរឿងហ្នឹងពិតមែនក៏ប៉ុន្តែអូនមានសេចក្តីសុខខ្លាំងណាស់ហើយនាងក៏ប្រាប់ទៅតាដែលជាស្វាមីរបស់នាងហ្នឹងថាដំបងឡើយអូនទាំងឈឺតែដោយសារតែបងចេះថ្នមធ្វើឲ្យអូននឹងមានសេចក្តីសុខខ្លាំងហើយពេលនោះក៏អមរបស់អូនក៏បែកហើយបែកហៀទឹកចេញទឹកមកក្រៅធ្វើឲ្យមានការត្រជាក់ត្រជុំទាំងសងខាងបងបន្តទៀតមកបងអូនពេញចិត្តខ្លាំងស្រួលខ្លាំងណាស់លុះក្រោយមកទៀតយប់ក្រោយមកអ្នកទាំងពីរក៏តែងតែអនុវត្តជារឿយចំណែកឯនាងជាប្រពន្ធមានបទពិសោធន៍ហើយក៏ចាប់ផ្ដើមប្រើបច្ចេកទេសប្រើក្បាច់ផ្សេងដែលអ្នកទាំងពីរចង់បានហើយតាក៏ប្រើបច្ចេកទេសប្រើក្បាច់ដែលគាត់ធ្លាប់មានពីមុនមកឲ្យអស់ធ្វើឲ្យអ្នកទាំងពីរហ្នឹងគឺបំភ្លេចគ្នាមិនបានគឺតែងតែនឹករលឹកគ្នាទៅណាមកណាគឺមិនដែលចូលគ្នាទេគឺនឹកគ្នារហូតហើយអ្វីដែលសំខាន់ទៀតហ្នឹងគឺពួកគាត់រក្សានៅភាពស្មោះត្រង់ដូចគ្នាទៅវិញទៅមកទំនុកចិត្តលើគ្នាមិនមានការក្បត់គ្នាឬក៏អីទេទោះបីជានាងមានរូបរាងស្អាតយ៉ាងណាក៏ដោយតែមានបរិះខ្លះក៏តែងតែសើចំអកឲ្យនាងថានាងនឹងមានប្តីចាស់ហើយគាត់នឹងលេងប្តីចាស់នឹងមកគាត់វិញជាក្មេងដូចគ្នាតែនាងជានារីនឹងអត់ព្រមទេគាត់ក៏ព្រមរស់នៅជាមួយតាទោះបីជាចាស់យ៉ាងណាក៏នាងមិនខ្វល់សំខាន់លើភាពស្មោះត្រង់របស់ប្តីរបស់នាងហើយពិសេសហ្នឹងនាងក៏មិនដែលនឹកថាចង់ក្បត់ប្តីទៅរកប្រុសក្មេងរៃដែរទោះបីជាពេលខ្លះប្តីរបស់នាងមិនបានឲ្យរឿងលើក្រែឲ្យនាងគ្រប់ក៏ដោយតែនាងនៅស៊ូទ្រាំនៅអត់ធ្វើម៉េចសុខចិត្តរកម្ហូបអាហាររកចំណីអាហារបំពន់ប្តីឲ្យប្តីមានកម្លាំងដើម្បីបំពេញឲ្យនាងនឹងគ្រប់កុំឃើញបងចាស់គិតថាបងគ្មានកម្លាំងជាងកាលចាស់តែរូបចាស់តែរាងទេតែអ្វីៗគឺនៅល្អនៅមានកម្លាំងប្រកាសបានហើយកុំថាឃើញបរិះក្មេងគេមានកម្លាំងមកមួនក្នុងការប្រតិបត្តិការរឿងលើក្រែអ្នកខ្លះនឹងមានកម្លាំងមែនតែអ្នកខ្លះទៀតគឺពុំមានកម្លាំងទេខ្សោយខ្លាំងណាស់សម្រាប់គេមិនដឹងទេតែបើសម្រាប់ admin វិញគឺខ្លាំងតែម្ដង admin គឺមិនមែនអ្នកខ្សោយទេរឿងលើក្រែហ្នឹង
ចង់បាន5បាន5ចង់បាន4បាន4 3បាន3សំខាន់ឲ្យតែមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រតិបត្តិការរឿងហ្នឹងចុះចំណែកបងប្អូនវិញមិនដែរសម្រាប់អ្នកទេសនាទាំងអស់តើពេញចិត្តលើមួយណាប្តីចាស់ប្តីក្មេងឬក៏ប្រពន្ធចាស់ប្រពន្ធក្មេងឬក៏អាយុប្រហាក់ប្រហែលគ្នាពេញចិត្តមួយណាដែរសូមបងប្អូនជួយខមមិនប្រាប់ admin ផងហើយម្យ៉ាងទៀតសូមបងប្អូនជួយខមមិនប្រាប់ថាខ្លាំងដូច admin ឬក៏ខ្លាំងដូចតាចាស់នៅក្នុងរឿងនិទាននេះឬក៏យ៉ាងម៉េចខមមិនប្រាប់ផងឲ្យ admin នឹងបានដឹងផងហើយបងប្អូនកុំភ្លេចជួយ like ជួយ subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីបានស្ដាប់រឿងនិទានប្លែកៗស៊ីអារម្មណ៍រំជើបរំជួលដែល admin បានលើកឡើងចងក្រងនិទានឲ្យបងប្អូនស្ដាប់រឿងខ្លះក៏ជារឿងពិតពាក់ព័ន្ធទៅនឹងសង្គមយើងរាល់ថ្ងៃហើយរឿងខ្លះក៏ជារឿងបែបនិទានបែបប្រឡំលោកតែបងប្អូនចូលចាំថាយើងធ្វើអ្វីក៏ធ្វើទៅឲ្យតែយើងពេញចិត្តឲ្យតែយើងស្រឡាញ់សំខាន់កុំឲ្យតែប៉ះពាល់ដល់អ្នកដទៃខ្លាចលោមានរឿងមានរាវវែងឆ្ងាយយើងធ្វើអ្វីដែលជារឿងល្អៗសម្រាប់យើងផ្ទាល់ខ្លួនក៏បានហើយ